តើព្រះភូមិនិងទេពតាជំនាងផ្ទះជានរណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទក៏សូមលើកយកនៅទេវកថាដែលពាក់ព័ន្ធជាមួយនឹងព្រះភូមិនិងទេពតាជំនាងផ្ទះមកចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងនិងស្វែងយល់ទាំងអស់គ្នាជៀសវាងការគោរពខុសនាំឲ្យយើងមានទុក្ខនិងជួបរឿងអកុសលទាំងឡាយនឹងហើយអញ្ចឹងតាមផ្ទះនីមួយៗតែងតែមានព្រះភូមិនិងជំនាងផ្ទះយើងឆ្ងល់ដែរអត់ថាហេតុអីក៏ព្រះភូមិនិងទេវតាជំនាងផ្ទះមានគ្រប់ដីទាំងអស់ឲ្យតែមានម្ចាស់ណាអញ្ចឹងសម្រាប់ដីដូចជាដីដែលគ្មានម្ចាស់ដូចជានៅលើភ្នំលើអីហ្នឹងដែលអត់មានម្ចាស់ហ្នឹងហេតុអីក៏អត់មានគេរៀបព្រះភូមិឬមួយក៏ទេវតាជំនាងផ្ទះណានេះគឺជាសច្ចធម៌អាត់កំបាំងមួយដែលបងប្អូនទាំងអស់គ្នាត្រូវដឹងណាត្រូវស្វែងយល់ទាំងអស់គ្នាអំពីការគោរពទៅលើព្រះភូមិនិងទេវតាជំនាងផ្ទះហ្នឹងហើយអញ្ចឹងតាមផ្ទះនីមួយឬមួយក៏តាមដីណាគេតែងតែធ្វើជាប្រភូមិបើប្រសិនណាដីនោះមិនទាន់មានផ្ទះគេសាងសង់ជាប្រភូមិទុកចឹងទៅបើសិនណាមានផ្ទះក៏មានទេវតាជំនាងផ្ទះបន្ថែមទៀតចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំបកករណាចង់បញ្ជាក់និងបង្ហាញឲ្យបងប្អូនទាំងអស់គ្នាស្គាល់អំពីព្រះភូមិពិតថាព្រះភូមិពិតនិងទេវតាជំនាងផ្ទះនេះជានរណាដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យស្វែងយល់ឲ្យដឹងទាំងអស់គ្នាកុំឲ្យនាំគ្នាគោរពខុសបន្តទៅទៀតហើយអ្វីដែលខ្ញុំកណាចែករំលែកនេះសូមបងប្អូនទាំងអស់គ្នាយកទៅគិតនិងពិចារណាដោយបញ្ញាទាំងអស់គ្នាអញ្ចឹងមុននឹងបកស្រាយខ្ញុំបកករណាក៏សូមលើកដៃ10ណាជំរាបសួរក៏ដូចជាការសុំខន្តីអភ័យទោសរាល់កំហុសឆ្គងទាំងឡាយដែលខ្ញុំបកករណាចែករំលែកទៅនេះបើមានការខុសឆ្គងត្រង់ប្រការណាមួយសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងរបស់ខ្ញុំកណាផងហើយបើសិនណាខ្ញុំកណាមានកំហុសខុសឆ្គងត្រង់ណាក៏សូមឲ្យបងប្អូនទាំងអស់គ្នាខមមិនប្រាប់ផងដើម្បីខ្ញុំកណាកែតម្រូវឡើងវិញហ្នឹងហើយអញ្ចឹងខ្ញុំបកករណាក៏សូមចែករំលែកនៅរឿងពិតរបស់ព្រះភូមិនិងទេវតាជំនាងផ្ទះនេះឲ្យបងប្អូនទាំងអស់គ្នាបានដឹងនិងយល់ទាំងអស់គ្នានេះគឺជារូបឬមួយជាតំណាងឲ្យព្រះភូមិដែលបងប្អូនទាំងអស់គ្នាតែងតែយកទៅដាក់នៅទិសឦសានដែលជាទិសទ្វារមនុស្សលោកណាហ្នឹងហើយអញ្ចឹងចំពោះទិសនីមួយវាតែងតែមានតួអង្គផ្សេងគ្នាឈរកាន់មិនមែនយើងជាតដាក់ទេព្រះភូមិហ្នឹងនោះហ្នឹងហើយអញ្ចឹងកាលណាយើងដាក់ខុសទិសតំបន់ក៏វាមិនបានសុខដែរហ្នឹងហើយអានឹងទៅតាមជំនឿណាបងប្អូនប៉ុន្តែបើវាជាការពិតវិញជាសច្ចធម៌ពិតវិញព្រះភូមិនេះគឺជាតំណាងណាតំណាងឲ្យយើងដែលជាម្ចាស់ដីណាហើយម្ចាស់ដីនោះគឺជាមនុស្សប្រុសទៀតឧទាហរណ៍ថាប្តីប្រពន្ធណាប្តីប្រពន្ធដែលមានដីមួយកន្លែងហើយនឹងមានផ្ទះណាអញ្ចឹងប្តីនឹងហើយដែលដើរតួនាទីជាព្រះភូមិដែលមានតួនាទីថែរក្សាដីខ្លួនឯងនេះព្រោះខ្លួនឯងជាម្ចាស់ទឹកដីដែលមានទំហំប៉ុណ្ណេះអញ្ចឹងទៅនឹងឲ្យតាមអាស្រ័យទៅលើទំហំដីរបស់បងប្អូនទេអញ្ចឹងយើងគឺជារូបនោះគ្រាន់តែជាតំណាងឲ្យខ្លួនយើងនេះដែលជាម្ចាស់ដីនេះ
ចឹងយើងត្រូវដឹងតួនាទីខ្លួនជាប្រភូមិណាមានតួនាទីធ្វើអីខ្លះអញ្ចឹងប្រភូមិមានតួនាទីរក្សាការពារទឹកដីថែរក្សាកូនចៅនិងរនៅទ្រព្យសម្បត្តិទាំងឡាយយកមកឲ្យនេះទេវតាជំនាងផ្ទះថែរក្សាទុកដាក់នេះនឹងតួនាទីរបស់ប្រភូមិហ្នឹងហើយអញ្ចឹងកាលដែលយើងដាក់រូបសំណាក់ប្រភូមិនេះគឺការដាស់សតិយើងគ្រប់គ្នាដែលជាម្ចាស់ដីនេះឲ្យដឹងថាយើងគឺជាប្រភូមិយើងមានតួនាទីធ្វើអីខ្លះអញ្ចឹងណាបងប្អូនមិនដាក់ដើម្បីយើងទៅសុំគោរពថ្វាយគុំសុំសេចក្តីសុខសុំពរសុំជ័យពីលោកទេណាឥឡូវឧទាហរណ៍ថាបើសិនណាមានបុគ្គលណាមួយមករំលោភបំពានលើដីរបស់បងប្អូនតើបងប្អូនចេញមុខខ្លួនឯងដោះស្រាយឬមួយក៏ទៅបន់ព្រះភូមិឲ្យជួយដោះស្រាយអញ្ចឹងបងប្អូនពិចារណាទាំងហ្នឹងណាអញ្ចឹងអ្វីគិតមិនផុតអំពីការដែលយើងតលដែលជាម្ចាស់ដីនេះចេញដោះស្រាយទេមិនថាក្នុងគ្រួសារយើងមានបញ្ហាកូនចៅមានបញ្ហាអីទេយើងមិនអាចទៅបន់ប្រភពឲ្យមកជួយយើងបានទេមានតែខ្លួនយើងទេណាអញ្ចឹងបងប្អូនត្រូវដឹងអំពីចំណុចមួយនឹងឲ្យច្បាស់ត្រូវដឹងថាខ្លួនឯងនេះដែលជាម្ចាស់ដីនេះគឺដើរតួនាទីជាព្រះភូមិដែលយើងរៀបចំសពថ្ងៃនេះគ្រាន់តែជាតំណាងខ្លួនរបស់យើងទេកុំឲ្យយើងភ្លេចថាយើងនេះជាប្រភូមិមានតួនាទីធ្វើអីខ្លះហ្នឹងហើយចំណែកឯជំនាងផ្ទះវិញនេះជារូបជំនាងផ្ទះណាជំនាងផ្ទះគឺជាស្ត្រីដែលជាឧត្តមភរិយារបស់យើងដែលគាត់នេះមានតួនាទីក្នុងការមើលថែរក្សារៀបចំផ្ទះសម្បែងទុកដាក់កូនចៅទុកដាក់ទ្រព្យសម្បត្តិទាំងឡាយនោះដែលព្រះភូមិនេះដែលជាយើងនេះរលពីក្រៅមកនេះណាយកមកឲ្យគាត់ហើយគាត់ហ្នឹងគឺមានតួនាទីនេះសម្អាតផ្ទះបោសរៀបចំផ្ទះណាដាំបាយដាំទឹកមើលថែកូនចៅហ្នឹងគឺគាត់ហើយណាអញ្ចឹងដែលស្ត្រីគ្រប់រូបដែលមានគ្រួសារហើយណាមានដីខ្លួនឯងអីខ្លួនឯងត្រូវចាំណាកាលណាយើងដាក់រូបជំនាងផ្ទះរូបជំនាងផ្ទះទេវតាជំនាងផ្ទះគឺតំណាងឲ្យយើងនឹងឯងត្រូវដាក់សតិខ្លួនឯងឲ្យចាស់ឲ្យជាប់ថាយើងជាទេវតាជំនាងផ្ទះយើងមានតួនាទីធ្វើអីខ្លះមិនមែនយើងដាក់រូបទេវតាជំនាងផ្ទះហើយយើងទៅបន់សន់ជំនាងផ្ទះអើយជួយសម្អាតផ្ទះខ្ញុំផងជួយថែរក្សាខ្ញុំផងកូនចៅខ្ញុំផងសួរតែពេលកូនឈឺណាទៅមើលថែមិនជំនាងផ្ទះមិនខ្លួនឯងទេទៅមើលថែបើសិនណាយើងជឿទៅលើអញ្ចឹងអញ្ចឹងយើងទៅកូនចៅទៅកូនឈឺហើយយើងបន់ជំនាងឲ្យជំនាងទៅមើលថែទៅជំនាងទៅមើលអត់វាអត់ណាអញ្ចឹងការដាក់រូបសំណាក់នីមួយសុទ្ធតែមានអត្ថន័យមានសច្ចធម៌អាចកំបាំងបង្កប់ពីខាងក្រោយខ្នងអញ្ចឹងបងប្អូនណាដែលមានដីមានផ្ទះខ្លួនឯងនេះដែលរៀបចំនៅព្រះភូមិនិងជំនាងផ្ទះត្រូវស្គាល់ឲ្យច្បាស់ទើបយើងទទួលបាននៅសេចក្តីសុខហើយបើយើងអត់ស្គាល់ច្បាស់ផងយើងគិតតែពីគោរពហេតុអីក៏រៀបប្រភូមិទេវតាជំនាងផ្ទះហើយមិនក៏វាមិនបានសុខមកពីណាបើយើងមិនស្គាល់អំពីតួនាទីខ្លួនឯងវាអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនត្រូវពិចារណាឡើងវិញទាំងអស់គ្នាណាដោយប្រើបញ្ញារបស់ខ្លួនតើវាពិតដូចអ្វីដែលខ្ញុំកណាបានចែករំលែកទៅដែរឬអត់ហ្នឹងហើយបើសិនណាបងប្អូនយកទៅពិចារណាច្បាស់ជាឃើញហើយសច្ចធម៌ពិតឃើញនឹងភ្នែកណាហើយរៀនទទួលយកការពិតផងកុំឲ្យនាំគ្នាគិតអំពីការពិតអ្វីដែលគោរពណាមិនត្រូវយើងកុំបន្តទៀតត្រូវស្វែងយល់ឲ្យបានច្បាស់ទៅលើជំនឿណាមួយហ្នឹងកុំឲ្យនាំគ្នាចិត្តតែជឿហ្នឹងព្រោះជឿខំរៀបចំខំអីហើយមិនក៏បានសុខត្រូវដឹងតែសុខហើយនឹងទុក្ខវាកើតចេញអំពីខ្លួនយើង
វាមិនដែលអ្នកដតីឲ្យសុកយើងឲ្យទុកយើងទេមិនដែលអ្នកដតីឲ្យយើងឆ្អែតកើតទេណាមានតែយើងទេដែលទៅហូបមិនវាឆ្អែតមានតែយើងទេទៅស្វែងរកសុខទៅវាបានសុខចាំណាបងប្អូននឹងហើយរាល់អ្វីដែលខ្ញុំកណាបានចែករំលែកនេះសូមឲ្យបងប្អូនអស់គ្នាកុំតាន់អាចជឿដាក់ចិត្តជឿបងប្អូនយកទៅពិចារណាទាំងអស់គ្នាសិនណាបើសិនណាពិចារណាទៅឃើញថាវាសមហេតុសមផលក៏បងប្អូនធ្វើទៅបើសិនណាវាមិនសមហេតុសមផលក៏បងប្អូនមិនបាច់ធ្វើតាមទេបងប្អូនគោរពអាម៉េចបានសុខក៏បងប្អូនបន្តគោរពទៀតទៅចោះនោះហើយនេះគ្រាន់តែជាសច្ចធម៌មួយដែលឆ្លុះបញ្ចាំងអំពីការពិតការគោរពទៅលើព្រះភូមិនិងទេវតាជំនាងផ្ទះឲ្យយើងដឹងឲ្យយើងស្គាល់ថាព្រះភូមិមាននៅឯណាព្រះភូមិគឺមាននៅលើផែនដីហ្នឹងគឺជាម្ចាស់ដីហ្នឹងតើទេវតាជំនាងផ្ទះមាននៅណាទេវតាជំនាងផ្ទះវាមាននៅឯណាមាននៅលើផែនដីហ្នឹងដូចគ្នាហ្នឹងគឺតំណាងឲ្យដីប្រពន្ធហ្នឹងដែលជាស្ត្រីហ្នឹងហើយយើងមិនបាច់ទៅទេវតាមកពីណាទេទេវតាដែលរក្សាផែនដីគឺយើងគ្រប់គ្នានឹងឯងចំណែកឯទេវតាឋានលើគឺគេនៅឋានរបស់គេទេណាត្រូវចាំអញ្ចឹងបើយើងជាម្ចាស់ទឹកដីយើងមកថែទឹកដីទៅពឹងពីណាឲ្យមើលថែអញ្ចឹងហើយបានថាទេវតាគឺដែលរក្សាផែនដីគឺយើងគ្រប់គ្នានេះឯងដែលមានតួនាទីថែរក្សាហ្នឹងហើយមិនមែនទៅពឹងទៅលើទេវតានៅឋានលើឬមួយក៏ឋានណាឲ្យមកជួយការពារថែរក្សាយើងទេហ្នឹងហើយអញ្ចឹងចុងក្រោយខ្ញុំកណាអស់ហើយមិនមានអីចែករំលែកទេថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនយកទៅពិចារណាហើយគ្រប់ទៅទទួលបាននូវសេចក្តីសុខទាំងអស់គ្នាហ្នឹងហើយសូមឲ្យបងប្អូនទទួលបាននូវសេចក្តីសុខចម្រើនទាំងអស់គ្នា